អូខេសួស្តីអ្នកនរគ្នាថ្ងៃនេះខ្ញុំមកប្រាប់ពីរបៀបដាក់អាខ្សែបន្ទាប់វែងនេះបន្ទាប់ស្រួចនេះហើយអាចដឹងថាទីផ្សារនេះវាកំពុង up trend ឬវាកំពុង down trend អញ្ចឹងដើម្បីបានអាខ្សែបន្ទាត់ហ្នឹងអ្នកនរគ្នាគាត់ចុចលើ screen 2 ដងមកហើយយកពាក្យ indicator មកអ្នកនរគ្នាវាយពាក្យនេះកន្លែងshing shang ណាអាហ្នឹង indicator នេះឈ្មោះហ្នឹងអ្នកនរគ្នាមកចូលមកនៅលើនឹងស្រាប់គាត់ចុចវាទៅលើហ្នឹងមកហើយ tick មកបានមក indicator ហ្នឹងវាជំនួយក្នុងការឲ្យអ្នកគ្នាចាប់រកកំពូល high និងកំពូល low ឲ្យអ្នកគ្នាស្រួលរក high និង low របស់ផ្សារដែលអ្នកគ្នាស្រួលរក support and resistance អូខេអ្នកគ្នាវីដេអូនេះមានប៉ុណ្្នឹងទេបើអ្នកគ្នាត្រូវការមេរៀនឬក៏វីដេអូដែលប្លែកៗឬក៏វីដេអូដែលបង្ហាត់បរិញ្ញាទាក់ទងជាមួយនឹង ICT CRT ឬក៏ strategy ផ្សេងៗឬក៏គ្រប់ដើម្បី support មេរៀនអ្នកគ្នាអាច comment អូខេនៅខាងក្រោមអ្នកគ្នាអាច join នៅក្នុងក្រុម community របស់ពួកយើងខ្ញុំបានឬក៏អ្នកគ្នាអាច contact មកពួកយើងខ្ញុំផ្ទាល់បានអូខេអរគុណច្រើន